bà phép kỳ khang xiêm bàn bạc đòn sần túi pi ngày chuột khnia hay nó bong ôn bà bẩn đào oi một slap can lang hột đào từ chiêng sam sập nhẹ nọประมาณថ្ងៃមុនឃើញថាឆេះការសាំង PTT នៅភាគខាងត្បូងដល់ទៅ11កន្លែងជាងឯណោះនេះគឺជាគ្រោះមហន្តរាយក៏ដូចជាវិនិស្សកម្មឬក៏ក្រសួងកម្មពីបានផ្ដន់ទាដាក់បដាសាធ្វើយ៉ាងណាឲ្យប្រទេសសៀមបាទរស់នៅដោយភាពក្តៅក្រហាយដែលខ្លួនបានឲ្យយោធាបាទបំផ្លាញនៅប្រាង្គប្រាសាទរបស់ខ្មែរយើងជាពិសេសប្រាសាទព្រះវិហារហើយនិងប្រាសាទតាក្របីបងប្អូនបាទមិនមែនថាចង់ទៅឃើញប្រជាពលរដ្ឋរបស់គេស្លាប់ហើយយើងសប្បាយចិត្តនោះទេបាទអ្វីដែលគេបានបាញ់ដងសន្ទូចហើយគេស្រែកហូក្អាក់ក្អាយគេសប្បាយចិត្តគេថាគេបាញ់ចំគោលដៅហើយបាទជាស្ដែងបាទម្សិលមាញ់ហើយថ្ងៃនេះគឺបានបាក់ដងសន្ទូចដល់ទៅ2បណ្ដាលឲ្យប្រជាពលរដ្ឋជនស៊ីវិលរបស់បាទសៀមហ្នឹងគឺស្លាប់ដល់ទៅជាង30នាក់ឯណោះបាទមិនមែនជាការបំភ្លៃព័ត៌មានឬក៏មានបំណងថាយើងអសិលធម៌គ្មានគុណធម៌បាទគោរពមនុស្សធម៌អីទេគឺថាអ្វីដែលយើងឈឺចាប់បងប្អូនត្រូវចាំថាសៀមជាចៅឆ្លៀនពៀនយើងណាបងប្អូនសូមចងចាំទុកផ្ដាំកូនផ្ដាំចៅទាំងអស់គ្នាណាកុំឲ្យប្រើប្រាស់របស់សៀមហើយបន្តពហិការជាពិសេសបងប្អូនអាជ្ញាធរដែលមានទូនាទីធំបាទបើអាចគឺសូមបដិញ្ញាចិត្តចូលរួមកុំនឹមផលិតផលសៀមចូលមកទៀតណាបងប្អូនបាទយើងអាវុធដ៏សម្បើមនិងខ្លាំងក្លារបស់យើងគឺការធ្វើពហិការឈប់ប្រើរបស់សៀមនេះឯងបាទបើសិនជាយើងបន្តប្រើប្រាស់ប្រៀបបីដូចជាយកលុយទៅឲ្យវាទិញអាវុធមកបាញ់យើងធ្វើសង្គ្រាមជាមួយយើងឥឡូវនេះភាគីសៀមនោះគឺយ៉ាប់យ៉ឺនបាទផ្ទៃក្នុងក៏រង្គោះរង្គើលហើយភាគខាងត្បូងនោះក៏ចង់ផ្ដាច់ខ្លួនហើយព្រមទទួលជាមួយមីយ៉ាន់ម៉ានោះក៏មានបញ្ហាការប្រកាសឯករាជ្យតែការប្រកាសឯករាជ្យរបស់ការ៉ែនអីហ្នឹងគឺនៅតែធ្វើឲ្យពួកសៀមដូចរបៀបថាអាចមានឱកាសឆ្លៀនពៀនអញ្ចឹងព្រោះគ្មានអ្នកណាគេទុកចិត្តសៀមទេវានឹងធ្វើដូចទង្វើវាធ្វើមកលើកម្ពុជាយើងបាទបើសិនជាប្រទេសគ្រប់ច្រកល្ហកទាំងភាគខាងត្បូងភាគខាងជើងជាប់មីយ៉ាន់ម៉ាឡាវកម្ពុជាយើងបើសិនជាវានៅតែបន្តកក្លឿនណាបងប្អូនអាចដែរណាយើងគិតទៅមើលថាធម្មតាតោទៅខំសัตว์ចចកតូចដែលមានវងច្រើនបានគ្នាច្រើនបាទដល់ពេលអញ្ចឹងទៅវាអាចកាលណាតាយើងសាមគ្គីគ្នាគឺតោក៏អាចភ័យរត់ដែរណាបងប្អូនណាយើងមិនមែនថាខ្លាំងអីតែឯងនោះទេយើងបង្កើតសត្រូវនោះវាច្រើនហួសហេតុពេកហើយនេះគឺបណ្ដាលមកពីមហិច្ឆតាការចង់បានមិនចេះស្កប់ស្កល់ណាការលោភលន់ខ្លាំងហួសហេតុពេកគឺបណ្ដាលធ្វើឲ្យខ្លួនឯងវិនាសដែរណាបងប្អូនណាយើងអ្នកជឿទៅលើបុណ្យបាបជឿទៅលើព្រះពុទ្ធសាសនាអញ្ចឹងព្រះពុទ្ធសាសនានិយាយរឿងបុណ្យបាបបាទអ្វីដែលវាបានធ្វើនេះខ្ញុំជឿថាក្រសួងកម្មពីបាទបានធ្វើការងារនេះដោយយកចិត្តទុកដាក់ផ្ដន់ទាពួកវាឲ្យជួបកាលណាតែមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរហើយជួបរឿងទាំងអស់នោះបាទនៅលើប្រទេសរបស់ខ្លួនទៀតណាការធ្លាក់ចុះការថមថយនៃសេដ្ឋកិច្ចគឺកាន់តែខ្លាំងនិងមានទំហំធំណាបងប្អូនមិនមែនជារឿងលេងសើចទេណាមិនដែលឃើញសៀមមកជួបបាទរឿងរ៉ាវអាក្រក់អីបែបនេះទេបាទណាខ្ញុំសូមចូលរួមតែប៉ុណ្ណេះទេជូនបងប្អូនលោកតាលោកយាយអង្គពូមីងជាទីសម្ដាប់បាទសូមអរគុណ